Small big change អ្នកនរគ្នាដែលលើអត់នៅពេលដែលយើងឈ្នះរឿងទូចៗបានយើងអាចធ្វើរឿងល្អៗរឿងទូចៗជាច្រើនបានយើងនឹងអាចផ្លាស់ប្ដូរជីវិតរបស់យើងមួយបានហេតុអីបានជាខ្ញុំនិយាយបែបនេះជាទូទៅពួកយើងតែងគិតថាការធ្វើការងារធំៗសម្រាប់ប្រចាំថ្ងៃបានណាដូចជាការរៀនមួយថ្ងៃម្ដង10ម៉ោងធ្វើការម្ដងទាំងអស់សម្រាប់កិច្ចការសាលាធ្វើម្ដងទាំងអស់យើងគិតថាការធ្វើអញ្ចឹងគឺយើងនឹងអាចសម្រេចសមិទ្ធផលរបស់យើងនឹងបានលឿនហើយធ្វើឲ្យយើងសប្បាយចិត្តប៉ុន្តែយើងក៏ភ្លេចគិតឲ្យចំណុចទូចៗដែលយើងត្រូវធ្វើប្រចាំថ្ងៃក៏ប៉ុន្តែនៅក្នុងជីវិតយើងត្រូវមានរឿងទូចៗធ្វើជាច្រើនបើយើងផ្ដោតតែរឿងមួយមុខគិតថាយើងគិតតែពីរៀនមួយមុខយើងអត់ខ្វល់ពីរឿងផ្សេងទៀតរឿងស្រឡាញ់ខ្លួនឯងរឿងកិច្ចការងារផ្ទះរឿងដែលយើងត្រូវដោះស្រាយទូចៗយើងតែងតែទុកវាចោលរហូតដល់កិច្ចការទាំងហ្នឹងវាកាត់ជារឿងមួយដ៏ធំនៅពេលដែលកិច្ចការទាំងហ្នឹងវាធំយើងក៏ចប់កាំងយើងធ្វើការដោះស្រាយវាអត់បានអារឿងហ្នឹងក៏កាត់ជារឿងម្ដុំមួយធំហើយរឿងផ្សេងទៀតម្ដុំមួយធំទៀតនិយាយទៅរឿងជាច្រើនវាកោជាន់គ្នាធ្វើឲ្យយើងលែងដោះស្រាយយើងពិបាកក្នុងការដោះស្រាយពិបាកពេកយើងក៏និយាយថាទុកឲ្យការងារហ្នឹងដោះស្រាយខ្លួនឯងហើយយើងក៏បាត់ឥទ្ធិពលនៅក្នុងការដោះស្រាយបញ្ហាហើយមនុស្សជុំវិញខ្លួនយើងក៏អស់ទំនុកចិត្តមកលើយើងកន្លែងនេះខ្ញុំធ្លាប់ជួបមួយគឺនៅពេលដែលកិច្ចការងារផ្ទះគេឲ្យយើងយល់លេសអត់ធ្វើហើយគេថារឿងហ្នឹងទូចដូចជាការរៀបចំផ្ទះការធ្វើម្ហូបឬក៏ការបោសសម្អាតលាងចានលាងឆ្នាំងរៀបផ្ទះអីស្អាតហ្នឹងយើងយល់លេសគេថារឿងហ្នឹងវាស្រួលវាតូចតាចយើងមិនបាច់ធ្វើក៏បានដែរនៅពេលយូរទៅឧទាហរណ៍ទៅយើងនៅមួយមិត្តភ័ក្តិឬក៏យើងនៅជុំគ្នាមួយអ្នកផ្សេងអញ្ចឹងណាយើងអត់ធ្វើយូរទៅយើងក៏គិតថាយើងនឹងជាមនុស្សបែបហ្នឹងហើយអ្នកផ្សេងគិតថាយើងខ្ជិលយើងអត់ធ្វើការងារអីអញ្ចឹងអារឿងទូចៗនេះវាអាចផ្លាស់ប្ដូរជីវិតយើងដោយសារតែយើងអត់ធ្វើវាយើងក៏មានបញ្ហាមួយអ្នកផ្សេងរស់នៅអត់ចុះសម្រុងគ្នារឿងទូចនេះអាចធ្វើឲ្យយើងផ្លាស់ប្ដូរទីកន្លែងនៅផ្លាស់ប្ដូរផ្ទះទៅនៅតែឯងអញ្ចឹងរឿងទូចៗហ្នឹងសំខាន់ណាស់មិនអត់សំខាន់ទេគឺយើងអាចនឹងជួបបញ្ហាដោយសាររឿងទូចហ្នឹងបើយើងអត់ដោះស្រាយវាប៉ុន្តែបើយើងធ្វើបែប small win មួយថ្ងៃហ្នឹងយើងចំណាយពេលរៀបចំផ្ទះ5នាទី10នាទីបោសសម្អាតផ្ទះទៅឃើញអត់យើងចំណាយពេលខ្លីតែ5នាទី10នាទីយើងមានការជោគជ័យមួយដ៏ទូចមួយធ្វើឲ្យយើងរស់នៅរឿងស្រួលដែរគេគិតថាយើងខ្ជិលហើយយើងក៏មានទំនុកចិត្តថាយ៉ាងហោចណាស់ថ្ងៃនេះយើងក៏បានរៀបចំផ្ទះមួយដែរយើងក៏សប្បាយចិត្តឃើញអត់ better វាល្អជាងមុននេះគឺជារឿងទូចមួយហើយមួយទៀត small win ដែលខ្ញុំរាប់នៅពេលដែលយើងក្រោកពីគេងយើងគួរតែក្រោកនៅម៉ោង1ដែលអាចថា early morning មិនបាច់ថាយើងក្រោកម៉ោង4ម៉ោងអីទេអាចត្រឹមម៉ោង5ម៉ោង6យើងក្រោកម៉ោង6:00អញ្ចឹងទៅអញ្ចឹងនេះក៏ជា small win មួយដែរមិនបាច់ចាំថាតើយើងរៀនបាន10ម៉ោងបានយើងឈ្នះទេអញ្ចឹងយើងក្រោកពីម៉ោង6ទោះបីជាយើងមិនបានរៀនអីភ្លាមពេលហ្នឹងក៏យើងអាចក្រោកមកងុយទឹកឲ្យស្អាតសម្អាតរាងកាយឲ្យស្អាតលុបមុខលាប sunscreen take care of skin face អីចឹងទៅអាហ្នឹងក៏ជាភាពជោគជ័យមួយដែរសាក់គិតមើលបើសិនជាយើងអត់ធ្វើហ្នឹងទេយើងខ្ជិលយើងនៅគេងបន្តទៀតជ្រុលដល់ម៉ោង4ម៉ោង3យើងក៏ខ្ជិលមួយថ្ងៃហ្នឹងវាដូចជា over ចឹងនៅពេលដែល morning យើងបរាជ័យគឺយើងមានអារម្មណ៍ថាដូចចាញ់នៅក្នុងថ្ងៃហ្នឹងហ្មងអញ្ចឹងបើសិនជាយើងអាចក្រោកលឿនយើងអាច take care មុខរបស់យើងស្បែករបស់យើងសាកសម័យយើងធ្វើមួយថ្ងៃនេះ small win រហូតដល់មួយខែមុខហើយនឹងស្បែករបស់យើងក៏អាច glow up ជាងមុនយើងក៏អាចស្អាតជាងមុនបានខ្លះដែរទៅអត់ហើយយើងមានទំនុកចិត្តទៀតហាអូខេថ្ងៃនេះខ្ញុំបានក្រោកលឿនខ្ញុំបាន take care មុខរបស់ខ្ញុំ take care ស្បែករបស់ខ្ញុំ small win មួយទៀតដែលខ្ញុំអាចរាប់នោះគឺការរៀបចំខោអាវរៀបចំ outfit សម្រាប់ថ្ងៃនីមួយៗសាកគិតមើលបើយើងចេញទៅក្រៅយើងលាបពាក់ខោអាវអត់ដឹងណាណីខោអាវក៏អត់បានបោកសម្អាតឲ្យស្អាតហើយខោអាវអត់បានអត់បានអីខ្ញីវិញពេលខ្លះអាការស្លៀកពាក់របស់យើងក៏អាចផ្លាស់ប្ដូរជីវិតយើងដែរស្ដាប់ខ្ញុំនិយាយសិនគឺនៅពេលដែលយើងស្លៀកពាក់បានស្អាតយើងនឹងមាន confidence នៅពេលដែលយើងចេញទៅក្រៅយើងមានទំនុកចិត្តថាអូខេថ្ងៃនេះយើងហោចណាស់ក៏ខ្ញុំស្លៀកពាក់បានស្អាតដែរអញ្ចឹងអ្នកផ្សេងមើលមកខ្ញុំប្រកាសជាគិតថាខ្ញុំនឹងល្អជាងមុនខ្ញុំលយជាងមុនហើយខ្ញុំមានទំនុកចិត្តការនិយាយស្ដីរបស់ខ្ញុំទៅអ្នកដទៃប្រហែលជាគេស្ដាប់ខ្ញុំជាងមុនអូខេពេលខ្លះយើងអាចនឹងជួបមនុស្សថ្មីនៅពេលដែលគេឃើញយើងស្លៀកពាក់រៀងគ្រាន់បើអូខេគេរាប់អានយើងមិនសំដៅថាគេរាប់អានយើងដោយសារយើងស្អាតយើងលាបពាក់រៀងគ្រាន់បើទេប៉ុន្តែ
វាអាចជាចំណុចមួយដែរដែលអាចធ្វើយើងអាចតាក់ទាញមិត្តភ័ក្តិបង្កើតចំណងទំនាក់ទំនងថ្មីកាលណាចំណងទំនាក់ទំនងថ្មីកើតឡើងវាអាចបង្កើត opportunity មួយគឺយើងចង់ធ្វើការងារឬក៏ដាក់ពាក្យធ្វើការងារឬក៏ការរៀនរបស់យើងណាវាអាចជួបមនុស្សថ្មីអាចផ្លាស់ប្ដូរជីវិតយើងមកក្រឹកទៀតមកបែបទៀតឧទាហរណ៍យើងជួបមនុស្សថ្មីមិត្តភ័ក្តិថ្មីគេមានតិចនិចនៅក្នុងការរៀនអញ្ចឹងគេនឹង share មកយើងហើយយើងអាចយក tip ហ្នឹងក្នុងការរៀនវាអាចផ្លាស់ប្ដូរជីវិតយើងមួយតែធ្វើឲ្យយើងជាសិស្សបកាយជាងមុនមួយទៀតបើសិនជាយើងជួបមនុស្សថ្មីទៅក្នុងបរិស្ថានមួយដែលយើងចង់មានការងារធ្វើហើយគេកើតជាមិត្តភក្តិរបស់យើងណែនាំយើងរហូតដល់យើងមានការងារធ្វើការងារហ្នឹងល្អជាងមុនធ្វើឲ្យផ្លាស់ប្ដូរជីវិតយើងមកបែបទៀតឃើញអត់អាចចំណុចទូចៗហ្នឹងណាគឺវាឆេងយើងទៅធំមែនតើឥឡូវនិយាយពីការស្លៀកពាក់ហ្នឹងយើងគួរតែរៀបចំក្នុងមួយសប្តាហ៍យើងនឹងមានថ្ងៃអាទិត្យថ្ងៃស្រាអីចឹងយើងរៀបចំទៅថាថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យវិញហ្នឹងយើងលាបពាក់គេក្នុងថ្ងៃមួយមួយឈុតមួយសេពទៅនៅក្នុងទូកៅអៅសាកគិតមើលបើកៅអៅយើងមិនដឹងបោកណានៃអត់អីទូកៅអៅលង្វល់ញញ៉ៃតែយើងមានអារម្មណ៍ណាស់នៅក្នុងការ making a new day making confident by ស្លៀកពាក់ឲ្យបានល្អជាងមុន take care មុខ take care ស្បែកហ្នឹងរឿងទូចៗហ្នឹងវាសំខាន់មែនមួយទៀតក្នុងការរៀនបើយើងអត់ដឹងថារៀនអីប៉ុណ្ណឹងទូចការងារទូចយើងមិនដឹងយើងដឹងតែថាប្រឡងឲ្យជាប់នៅក្នុង semester នេះនៅក្នុងឆ្នាំនេះប្រឡងឲ្យជាប់មិនបើយើងមិនដឹងថាមេរៀនមានអីខ្លះផងប្រឡងឲ្យជាប់មិនបើអត់ដឹងថាមុខវិជ្ជាប្រឡងគេប្រឡងអីប្រឡងថ្ងៃណាហើយនេះក៏ជា small thing មួយដែលយើងត្រូវដឹងថាគេប្រឡងថ្ងៃណាខ្ញុំត្រូវ prepare ពីពេលណាទៅថ្ងៃណាដែលខ្ញុំរៀនចប់នៅក្នុងឆ្នាំនេះថ្ងៃណាដែលខ្ញុំទៅរៀបកើតថ្ងៃណាខ្ញុំឈប់សារៈថ្ងៃណាខ្ញុំត្រូវសុំច្បាប់អានេះសំខាន់បើសិនជាយើងដឹងថ្ងៃហ្នឹងយើងជាប់រវល់យើងទៅរៀនអត់បានហើយយើងអត់សុំច្បាប់ទៀតអវត្តមានច្រើនអាចធ្វើយើងធ្លាក់អញ្ចឹងយើងនិយាយរឿងទូចៗនោះសំខាន់មែនតើមួយទៀតឧទាហរណ៍តែយើងធ្វើការងារយើងដឹងថាមានការងារច្រើនដែលយើងត្រូវបំពេញត្រូវធ្វើប៉ុន្តែយើងអត់ដឹងថាការងារណាសំខាន់មុនទេគេដឹងថាការងារណាដែលយើងត្រូវរៀបចំវាបើសិនជាយើងដឹងថាការងារទូចៗហ្នឹងខ្ញុំនឹងត្រូវធ្វើមិនរៀបចំវាថ្ងៃនេះខ្ញុំត្រូវសម្រេចការងារមួយនេះទៅ set plan មួយទូចហើយការងារហ្នឹងខ្ញុំត្រូវចំណាយពេលតែ10នាទីឬ5នាទីធ្វើហើយអញ្ចឹងការងារទូចៗហ្នឹងកុំទុកការងារណាទូចៗដែលយើងអាចធ្វើបានធ្វើវាទៅរហូតដែលយើងដោះស្រាយសម័យកាលអញ្ចឹងអារឿងទូចៗធ្វើអស់ដល់បញ្ហាធំមួយគឺយើងនឹងអត់មានអារម្មណ៍ថា stuck ទេដោយសារតែអាបញ្ហាទូចៗដោះអស់ហើយនៅតែបញ្ហាតែធំមួយហ្នឹងខ្ញុំធ្វើហើយខ្ញុំនឹងមាន freedom ជាងមុនចឹងយើងនឹងរីករាយធ្លាប់ set plan ថាថ្ងៃហ្នឹងខ្ញុំត្រូវហាត់ប្រាណចាញ់ខ្ញុំសម្រត់ត្រឹមបាន2គីឡូឬ3គីឡូបានហើយយើង set plan ទូចមួយហ្នឹងទៅហើយយើងធ្វើវាហើយគាត់ថាអាការរត់ហ្នឹងគឺយើងមិនមែនធ្វើដើម្បីតែធ្វើទេយើងអាចក្នុងពេលហ្នឹងបើយើងនៅម្នាក់ឯងយើងមានពេលក្នុងការគិតពីអ្វីដែលយើងត្រូវធ្វើបន្ទាប់ក្នុងការ enjoy នឹងធម្មជាតិក្នុងការរីករាយជាមួយនឹងមជ្ឈដ្ឋាននិងមនុស្សជុំវិញដែលយើងដើរនៅកន្លងពេលដើរហ្នឹងខ្ញុំតែងចំណាយពេលដើរទៅstart Olympic ហើយតែងតែរកឃើញនៅអីថ្មីចំពោះខ្លួនឯងតែងតែរកឃើញនៅចំណុចដែលខ្លួនឯងគួរធ្វើក្តីសម័យចឹងអាការចំណាយពេលដែលខ្ញុំចំណាយពេលជាមួយខ្លួនឯងហ្នឹងខ្ញុំតែងតែរកអីឃើញថ្មីសម្រាប់ខ្លួនឯងរហូតខ្ញុំគិតថាអាហ្នឹងក៏ជាចំណុចល្អដែរដែលពេលដែលយើងចំណាយពេលមួយខ្លួនឯងអាចរកឃើញចំណុចដែលយើងត្រូវអភិវឌ្ឍខ្លួនដែលយើងអាចធ្វើទៅដើម្បីឲ្យជីវិតរបស់យើងបានប្រសើរជាងមុនមួយទៀតដូចខ្ញុំធ្វើការអញ្ចឹងយើងអាចបរៀនសិស្សចឹងយើងត្រូវ prepare មេរៀនណាដែលយើងត្រូវបរៀនសិស្សប្រចាំសប្តាហ៍ហ្នឹងឲ្យបានល្អជៀសវាងការបរៀនសិស្សអត់ដឹងណាណីអត់មានអីបរៀនត្រឹមត្រូវចេះទៅឡែអញ្ចឹងវានឹងផ្លាស់ប្ដូរជីវិតយើងដោយយើងធ្វើអត់បានល្អប៉ាម៉ាក់ស complain យើងនឹងអាចនឹងបាត់បង់ការងារអញ្ចឹងរឿងទូចៗនេះមិនធម្មតាទេវាផ្លាស់ប្ដូរជីវិតយើងខ្លាំងមែនទែនបាត់បង់ការងារយើងពិបាកអត់មានលុយចាយបាក់ចិត្តអាចចូលបាក់នៅក្នុង depression ឃើញអត់ចង់អត់ទេត្រូវ compare ត្រូវ prepare ប្រៀបធៀបគិតទៅលើចំណុចណាដែលយើងគួរធ្វើឲ្យបានល្អអត់មានធ្វើឡែចំពោះកិច្ចការងារណាមួយទេប៉ុន្តែមិនថាតឹងរឹងចំពោះខ្លួនឯងពេកទេគ្រាន់តែមួយថ្ងៃជោគជ័យ 1% ក្នុងការដោះស្រាយបញ្ហារបស់យើងនឹងឲ្យបានល្អជាងមុនអត់ stuck អត់យល់លេសកិច្ចវេះអត់ធ្វើវារហូតដល់រឿងហ្នឹងកោដូចភ្នំមួយទៀតយើងអាចផ្លាស់ប្ដូរយើងអាចរីករាយដោយការធ្វើរឿង small thing ទាំងហ្នឹងដោយគាត់តែគិតថាខ្ញុំឈ្នះរឿងទូចមួយនេះហើយខ្ញុំរីករាយជាងមុនបើចាំថាធ្វើរឿងដល់20 30រឿងទេឈ្នះតែរឿងមួយនេះក៏ល្អដែរថ្ងៃនេះខ្ញុំបានបោកកៅអៅថ្ងៃនេះខ្ញុំបានក្រោកលឿន
ngàyនេះខ្ញុំបាន take care skin របស់ខ្ញុំថ្ងៃនេះខ្ញុំបានលាបពាក់ស្អាតទៅកណាថ្ងៃនេះខ្ញុំបានហាត់ប្រាណ2គីឡូខ្ញុំដើរ2គីឡូថ្ងៃនេះខ្ញុំបានរៀបចំផ្ទះថ្ងៃនេះខ្ញុំបានរៀនដើរខ្លួនឯង2ម៉ោងឬក៏1ម៉ោងតិចនៅក្នុងការរៀនមួយទៀតបើសិនជាយើងអត់មានមិត្តភ័ក្តិរៀនជាមួយយើងអាចដាក់ study with me នៅក្នុង YouTube ទៅកំណត់រយៈពេលថា50នាទីឬ30នាទីសម្រាប់ម្ដងក្នុងរយៈពេល2ម៉ោងអញ្ចឹងយើងអាចរៀនហើយឥឡូវនេះខ្ញុំ choose study smart rather than study hard study smart ហ្នឹងយើងអាចប្រើ AI នៅក្នុងការជួយសម្រួលដល់ការរៀនរបស់យើងសួរ AI ហើយព្យាយាមអានព្យាយាមយកព្យាយាមទន្ទិញពេលខ្លះហើយមួយទៀតបើសិនជាយើងចង់ practice សួរសំណួរចម្លើយក៏យើងអាចប្រើ AI Gemini អីក្នុងការនិយាយដែរម្យ៉ាងទៀត small thing small win នៅក្នុងទំនាក់ទំនង relationship ឧទាហរណ៍ថាអ្នកនរគ្នាមាន best friend មានមិត្តភ័ក្តិនៅឆ្ងាយពីយើង small thing ដែលយើងអត់តែង note ទេគឺយើងបាត់បង់មិត្តភាពដែលសារតែយើងស្ងាត់យើងអត់បានសូវតាក់ទងទៅគាត់ទេយើងអត់សូវបានឆាតទៅទេមិនថាមួយថ្ងៃឆាតរហូតទេគាត់ថាយូរម្ដងមួយសប្តាហ៍ម្ដងយើងអាចឆាតទៅសួរសុខទុក្ខមិត្តភក្តិចាស់ៗរបស់យើងតែខលទៅម៉ាក់ប៉ាពេលខ្លះប៉ាម៉ាក់យើងក៏គាត់នឹកយើងដែរបើសិនជាយើងអត់ឆ្លៀតពេលនៅក្នុងការខលទៅគាត់មួយថ្ងៃខលម្ដងឬក៏2-3ថ្ងៃខលម្ដងមួយអាទិត្យខលម្ដងយើងក៏អាច lose យើងនឹងអាចស្ដីខ្នើយនៅថ្ងៃណាមួយដែលយើងអត់សូវបានតំណែងទៅអ្នកផ្ទះឬក៏មិត្តភ័ក្តិរបស់យើងនឹងហើយមួយទៀតអ្នកខ្លះគឺគាត់ត្រូវការជំនួយពីយើងនិងអារម្មណ៍លើកទឹកចិត្តពីយើងខ្លាំងមែនតើបើសិនបើយើងអត់ជួយគាត់គ្រាន់តែការខលពេលខ្លះអាចផ្លាស់ប្ដូរជីវិតគាត់ផ្លាស់ប្ដូរជីវិតយើងដែរខលទៅសួរសុខទុក្ខគាត់ទៅថាគាត់មិនហើយបច្ចុប្បន្ននេះមិនហើយចឹងយើងអាចធ្វើឲ្យមនុស្សម្នាក់ហ្នឹងគាត់សប្បាយចិត្តផ្លាស់ប្ដូរជីវិតគាត់ឲ្យគាត់រីករាយថាគាត់យ៉ាងហោចណាស់ក៏គាត់មានមនុស្សម្នាក់នៅចាំសួរនាំគាត់ដែរហើយណាគាត់ទៅពួកយើងនឹង keep តំណែងល្អមួយគ្នាសក្តិថាម្នាក់ហ្នឹងគឺជាមនុស្សម្នាក់ដែលត្រូវការជំនួយទៅការអារម្មណ៍លើទឹកចិត្តពីយើងខ្លាំងមែនតើហើយគាត់តែងតែរំពឹងពីយើងតែយើងបើជាទុកគាត់ចោលមនុស្សម្នាក់ដែលរងចាំយើងហ្នឹងអាចនឹងខឹងយើងឬក៏មានអារម្មណ៍សងសឹកយើងនៅពេលអនាគតចឹងវាអត់ល្អទេ small thing អាចបំផ្លាញជីវិតរបស់យើងបានចឹងកាលណាដែលយើង win on small thing our life will be change bye ជួបគ្នានៅវីដេអូក្រោយ